មានគ្នាយើងច្រើនដែរដែលបានសួរខ្ញុំពាក់ព័ន្ធជាមួយនឹងការ edit សំឡេងដូចជាអ្វីដែលខ្ញុំបានប្រើប្រាស់កាលពីពេលកន្លងមកនៅក្នុងវីដេអូមួយនេះផងដែរខ្ញុំនឹងចែករំលែកអំពីគន្លឹះមួយចំនួននៃការកែសំឡេងស្ថិតនៅក្នុងកម្មវិធី Adobe Audition នៅពេលដែលអ្នកទាំងអស់គ្នាថតសំឡេងគឺត្រូវតែ save សំឡេងមួយនោះជា file wave វាចាំបាច់ខ្លាំងមែនទែនដោយសារតែវាមានទំហំធំជាមួយនឹងទិន្នន័យច្រើនដែលយើងអាច edit ហើយមិនសូវខូចគុណភាពនៃសំឡេងដើមនោះទេបើសិនបើអាចអ្នកទាំងអស់គ្នាក៏គួរតែប្រើប្រាស់កម្មវិធី record ចេញពី Adobe Audition តែម្ដងគឺកាន់តែល្អបន្ទាប់មកគឺយើង import សំឡេងមួយនោះចូលទៅខាងក្នុងកម្មវិធី Adobe Audition ដោយសំឡេងដែលយើង import ចូលទៅគឺត្រូវតែ play វាមើលសិនថាតើ frequency គ្រប់គ្រាន់ហើយឬនៅ check មើលតាមរយៈ level bar ដើម្បីឲ្យប្រាកដថារលកសំឡេងគឺស្ថិតនៅក្នុងកម្រិតនៃចន្លោះពីដក 9dB ទៅដក 6dB បើសិនបើអ្នកទាំងអស់គ្នារកឃើញថាវាស្ទើរកម្រិតសំឡេងដូច្នេះយើងក៏អាចចុច Ctrl A ដែលមានន័យថា select all ហើយចូលទៅកាន់ effect និងចុចយក amplitude and compression ហើយបន្តចុចយក amplify បន្ទាប់មកអ្នកទាំងអស់គ្នាក៏អាចដំឡើងឬបន្ថយតាមករណីជាក់ស្ដែងបន្ទាប់ពីរលកសំឡេងឬក៏ frequency យើងអាច set ទៅតាមអ្វីដែលយើងត្រូវការបានហើយនោះត្រឡប់មកកាន់កន្លែងដើមវិញហើយយើងនឹងឃើញសំឡេង noise កាន់តែច្បាស់ដូច្នេះយើងអស់ម៉ៅខាងស្ដាំទៅលើសំឡេង noise ហើយចូលទៅកាន់ effect និងចុចយក noise reduction and restoration នៅក្នុងនោះគឺយើងឃើញមានមុខងារជាច្រើនប៉ុន្តែយើងជ្រើសរើសយកពាក្យ capture noise ត្រឡប់មកកាន់ទំព័រដើមវិញហើយយើងចុចយក Ctrl A និងចូលទៅកាន់កន្លែងដដែលមុននេះដែលស្ថិតនៅក្នុង noise reduction and restoration មកដល់កន្លែងនេះគឺយើងអត់យក capture noise ម្ដងទៀតនោះទេប៉ុន្តែយើងត្រូវយក noise reduction processing ដែលវានឹងបង្ហាញផ្ទាំងដូចជាអ្វីដែលអ្នកទាំងអស់គ្នាកំពុងតែឃើញពណ៌លឿងវាគឺជាសំឡេងដែលយើងត្រូវយកពណ៌បៃតងវាគឺជា echo ចំណែកឯពណ៌ក្រហមគឺជាសំឡេងរំខានឬក៏ noise ដែលយើងត្រូវកាត់ចេញនោះឯងបន្ទាប់ពីបានឃើញបែបហ្នឹងអ្នកទាំងអស់គ្នាប្រកាសជាបានឃើញ point 2នៅខាងដើមបន្ទាត់មួយនៅខាងចុងបន្ទាត់មួយដូច្នេះអ្នកទាំងអស់គ្នាត្រូវ select យកនៅខាងចុងបន្ទាត់ហើយទាញវាឡើងទៅលើតែបន្តិចតែប៉ុណ្ណោះវិធីមួយនេះគឺល្អសម្រាប់គ្នាយើងដែលប្រើប្រាស់ sound card ឬ audio interfaceប៉ុន្តែប្រសិនបើពេលដែលយើងប្រើប្រាស់ noise reduction នេះហើយវាមានសំឡេង noise រៀងខ្លាំងអីអញ្ចឹងទៅអ្នកទាំងអស់គ្នាក៏អាចចូលទៅប្រើប្រាស់ denoise ដោយមិនចាំបាច់ប្រើប្រាស់ noise reduction នោះទេក៏ព្រោះតែ denoise គឺវាល្អសម្រាប់ការដែលយើងថតសំឡេងដោយមិនប្រើប្រាស់ sound card ចូលទៅកាន់ noise reduction និង restoration ដដែលតែលើកនេះគឺយើងយកពាក្យ denoise ហើយដំឡើងនិងបន្ថយទៅតាមកម្រិតសំឡេងជាក់ស្ដែងដោយយើងក៏អាចមើលឃើញ graph ដែលមានពណ៌ក្រហមជាមួយនឹងពណ៌ខៀវដែលពណ៌ក្រហមគឺជាសំឡេង noise ហើយពណ៌ខៀវគឺជាសំឡេងដែលត្រូវយកយើងត្រូវប្រាកដថាពណ៌ក្រហមវាមិនរត់ចូលមកខ្លាំងពេកស្ថិតនៅក្នុងតំបន់ឬ zone នៃពណ៌ខៀវនោះទេមួយវិញទៀតចំពោះការទាញសំឡេងឲ្យកាត់ noise អ្នកទាំងអស់គ្នាត្រូវតែស្ដាប់មុនពេលដែលអ្នកទាំងអស់គ្នាចុច apply ក៏ព្រោះតែពេលខ្លះវាអាចនឹងខ្លាំងពេកឬក៏ស្ទើរពេកក៏ថាបានបន្ទាប់ពីការកាត់ចេញនៅ noise ឬក៏សំឡេងរំខានពីសំឡេងដើមរបស់យើងហើយនោះគុណភាពនៃសំឡេងរបស់យើងក៏ហាក់បីដូចជាមិនសូវច្បាស់ដូចជាមុនពេកនោះដែរអញ្ចឹងគឺយើងត្រូវចូលទៅកាន់ effect ហើយចុចយកពាក្យ filter and EQ បន្ទាប់មកជ្រើសយក parametric equalizer ហើយអ្នកទាំងអស់គ្នាត្រូវ select យក present loudness and maximizer បន្ទាប់មកអ្នកទាំងអស់គ្នានឹងឃើញរលកនៃបន្ទាត់មួយដែលវាមានអក្សរ L ជាមួយនឹងអក្សរ H ប៉ុន្តែគឺយើងត្រូវទាញបន្ទាត់នៅផ្នែកកណ្ដាលនឹងចុះមកផ្នែកខាងក្រោមបន្តិចបន្ទាប់មកអ្នកទាំងអស់គ្នាក៏អាចចុច apply ហើយសំឡេងរបស់អ្នកទាំងអស់គ្នានឹងទទួលបាននូវគុណភាពច្បាស់ជាងមុនប៉ុន្តែវាក៏មិនទាន់គ្រប់គ្រាន់នៅឡើយនោះទេដូច្នេះយើងបន្តចូលទៅកាន់ effect ហើយ select យក amplitude ជាមួយនឹង compression ហើយជ្រើសយកពាក្យ dynamic processing បន្ទាប់មកអ្នកទាំងអស់គ្នាអាចចុចយក present ហើយយើងត្រូវយកពាក្យថា voice over ទាញយក point ដំបូងគេចុះមកក្រោមឲ្យអស់បន្ទាប់មកយើងចុច apply ភាគច្រើននៃសំឡេងដែលប្រើប្រាស់ dynamic processing ហ្នឹងគឺវានឹងធ្វើឲ្យរលកសំឡេងរបស់យើងអាចនឹងធ្លាក់បន្តិចតែយើងក៏អាចចូលទៅកាន់ effect ហើយ select យក amplitude and compression ដដែលជ្រើសយកពាក្យ normalize ហើយចុចយក dB ត្រឹមកម្រិតដក 6dB បន្ទាប់មកយើងអាចចុច apply វានឹងធ្វើឲ្យសំឡេងរបស់យើងរត់ទៅកាន់ frequency ឬរលកសំឡេងដើមវិញប៉ុន្តែគុណ
នភាពសំឡេងដែលយើងបាន edit កន្លងមកនេះគឺនៅតែរក្សាភាពច្បាស់ដដែលវាក៏មានមុខងារមួយទៀតដែលអាចឲ្យអ្នកទាំងអស់គ្នាតម្រឹមសំឡេងឲ្យស្មើគ្នាដែលនោះគឺជា hard limit វាក៏ស្ថិតនៅក្នុង amplitude and compression ដូចគ្នាដែលអ្នកទាំងអស់គ្នាក៏អាច setting ទៅតាមអ្វីដែលខ្ញុំបាន set ដោយដែលអ្នកទាំងអស់គ្នាបានឃើញប៉ុន្តែជាក់ស្ដែងទៅខ្ញុំពិតជាមិនសូវចង់ឲ្យអ្នកទាំងអស់គ្នាប្រើប្រាស់នៅមុខងារ hard limit នេះទេដោយសារតែវាមិនត្រឹមតែតម្រឹមសំឡេងនោះទេប៉ុន្តែសំឡេងដែលមានរលក frequency ទាបវាព្យាយាមទាញឲ្យឡើងខ្ពស់អញ្ចឹងសំឡេងដែលយើងប្រើប្រាស់ hard limit ភាគច្រើនបើសិនបើយើងស្ដាប់នៅក្នុងកាសវាហាក់បីដូចជាមិនមែនធម្មជាតិនោះទេបន្ទាប់ពីបានឆ្លងកាត់ជាមួយនឹងការកែជាច្រើនដំណាក់កាលមកនេះអ្នកទាំងអស់គ្នាក៏អាចគូសគងឬប្រៀបធៀបបានដែលនេះគឺជាឧទាហរណ៍មុនពេលកែនិងក្រោយពេលកែសំឡេងអ្នកទាំងអស់គ្នាថតសំឡេងគឺត្រូវតែ save សំឡេងមួយនោះជា file wave នៅពេលដែលអ្នកទាំងអស់គ្នាថតសំឡេងគឺត្រូវតែ save សំឡេងមួយនោះជា file wave កុំភ្លេច like និង follow ដើម្បីទទួលបាននៅវីដេអូនៃការចែករំលែកថ្មីៗដែលខ្ញុំនឹង upload នាពេលបន្ទាប់